ជំរាបសួរនិងស្វាគមន៍មកកាន់ Channel ស្ដាប់លេងចំណេះដឹងខ្លីសម្រាប់វីដេអូនេះសូមលើកយកមកនៅអត្ថបទស្ដីពីកម្ពុជាសម័យមុនអង្គរដោយអត្ថបទនេះបានដកស្រង់ចេញពីប្រភព Hexchalkmer WordPress.com History of Cambodia ប្រវត្តិសាស្ត្រខ្មែរដោយលោករស់ចន្ទ្រាបុត្រប្រវត្តិសាស្ត្រខ្មែរតាមសាលាចារឹកនិងឯកសារចិនចំពោះសំឡេងវិញគឺបានប្រើនៅប្រព័ន្ធ AI សង្ឃឹមថាលោកអ្នកជាអ្នកស្ដាប់និងអធ្យាស្រ័យផងចំពោះការអធិប្បាយមិនស្ដាប់ត្រង់ចំណុចណាមួយនោះមុននឹងចូលទៅដល់អត្ថបទទាំងមូលនោះសូមជួយ Subscribe Channel យើងខ្ញុំផងដើម្បីអាចទទួលបាននៅវីដេអូថ្មីបន្ថែមទៀតសូមរីករាយស្ដាប់និងទស្សនានៅវីដេអូទាំងមូលដូចទៅនេះទោះបីជាក្រុមកូនចៅព្រះគុណវរ្ម័នយកជ័យជំនះកាន់កាប់ត្រួតត្រានគរហ្វូនឬនគរភ្នំបានក៏ដោយក៏សង្គ្រាមផ្ទៃក្នុងរវាងខ្មែរនិងខ្មែរមិនទាន់បានចប់សពគ្រប់មានសុខសន្តិភាពដែលចម្បាំងអសន្តិសុខនិងចលាចលនៅតែមានបន្តជាប់ជានិច្ចពីព្រោះនគរដែលចំណុះទាំងប៉ុន្មានឆ្លៀតឱកាសនេះដើម្បីរើបង្រេះប្រកាសយកឯករាជ្យភាពតែរៀងខ្លួនមានដូចជានគរកម្ពុជាដែលអ្នកដំណើរចិនបានដាក់ឈ្មោះថាចេនឡាជាដើមនគរកម្ពុជាឬនគរចេនឡាប្រហែលជាបានកើតនៅក្នុងសតវត្សទី5គេបានសន្និដ្ឋានថាព្រះរាជវង្សដែលសោយរាជ្យគ្រប់គ្រងនគរកម្ពុជាឬនគរចេនឡាមានដើមកំណើតចុះមកពីត្រកូលព្រាហ្មណ៍នៅប្រទេសឥណ្ឌាហើយក្នុងសម័យនោះនគរហ្វូនក៏មិនទាន់មានលទ្ធភាពដណ្ដើមយកទឹកដីចេនឡាបញ្ចូលឲ្យคล้ายទៅជានគរតែមួយដែរកែនគរកម្ពុជាឬចេនឡា1សាលាចារឹកជាសក្ខីភាពនគរកម្ពុជាឬនគរចេនឡាជាទឹកដីដែលស្ថិតនៅខាងជើងល្បាក់ខោននៅលើដងទន្លេមេងក្នុងភូមិភាគបាសាក់គឺស្រុកចម្ប៉ាសាក់បច្ចុប្បន្នប្រទេសលាវផ្នែកខាងត្បូងឯព្រះរាជធានីវិញដែលស្ថិតក្នុងតំបន់ដដែលនេះមានឈ្មោះស្រេស្ថបុរៈសាលាចារឹកជាច្រើនដូចជានៅភូឡូខោនថ្មក្រែជ្រោយអំពើវាលកន្ទេដែលមានហូរហែតាមដងទន្លេមេគង្គនិងនៅវត្តភូក្នុងខេត្តចម្ប៉ាសាក់ប្រទេសលាវជាសក្ខីភាពអាចបញ្ជាក់អំពីអតីតកាលនិងព្រឹត្តិការណ៍ដែលកើតមាននៅនគរចេនឡា2ព្រះមហាក្សត្រចេនឡាព្រះមហាក្សត្រនគរកម្ពុជាឬនគរចេនឡាជាព្រះរាជវង្សបន្តចុះមកពីឥសីកម្ពុជាស្វយភវៈនិងព្រះនាងមេរាដែលមានដើមកំណើតចុះមកពីព្រះអាទិត្យក្នុងសតវត្សទី5នគរចេនឡាត្រូវបានព្រះមហាក្សត្រ3អង្គមានមហិទ្ធិសិទ្ធិខ្លាំងពូកែប្រកបដោយធម៌សោយរាជ្យនិងគ្រប់គ្រងព្រះមហាក្សត្រទី1ព្រះនាមព្រះស្រុតវរ្ម័នបន្ទាប់មកព្រះរាជបុត្រព្រះអង្គឈ្មោះស្រេស្ថវរ្ម័នបានឡើងស្នងរាជជាបន្តព្រះមហាក្សត្រទី3គឺព្រះបាទវីរៈវរ្ម័នតាមរយៈសាលាចារឹកនៅវត្តលួងកៅគេអាចដឹងបានថានាពាក់កណ្ដាលសតវត្សទី5ព្រះមហាក្សត្រនគរកម្ពុជាឬចេនឡាបានធ្វើសង្គ្រាមវាយប្រហារពង្រីកទឹកដីយកជ័យជំនះលើចាមយកបានភូមិភាគតំបន់ខាងជើងភ្នំដងរែករហូតទៅដល់ខេត្តនគររាជសីមានិងភូមិភាគខាងត្បូងល្បាក់ខោននគរចេនឡាតែងតែយកសួយសារអាករទៅថ្វាយព្រះមហាក្សត្រនគរហ្វូនឬនគរភ្នំជាប្រក្រតីមិនតែប៉ុណ្ណោះព្រះមហាក្សត្រចេនឡាបានទាំងថ្វាយព្រះរាជបុត្រីព្រះនាមកម្ពុជាជាលក្ស្មីទៅព្រះវរ្ម័នចាងប្រុសព្រះបាទរុទ្រវរ្ម័នទុកធ្វើជាមហេសីទៀតក្រោយដែលព្រះបាទវីរៈវរ្ម័នចូលទីវង្គតព្រះវរ្ម័នត្រូវបានតែងតាំងឡើងសោយរាជនគរចេនឡាឬនគរកម្ពុជាដោយសំអាងថាព្រះអង្គត្រូវជាចៅព្រះមហាក្សត្រព្រះរុទ្រវរ្ម័នព្រះបាទភូវរ្ម័នបានប្រកាសតាំងខ្លួនជាព្រះមហាក្សត្រនគរហ្វូនឬនគរភ្នំខាការបង្រួបបង្រួមទឹកដីកម្ពុជាជាលើកដំបូង1ព្រះបាទភូវរ្ម័នទី1គ.ស. 555-100ដោយមានប្អូនប្រុសឈ្មោះចន្ទ្រសេនាជួយជាកម្លាំងផងព្រះអង្គបានលើកទ័ពចេញទៅធ្វើចម្បាំងបង្ក្រាបពួកព្រះរាជវង្សព្រះគុណវរ្ម័នដែលបះបោរប្រឆាំងនឹងព្រះរាជអំណាចព្រះរុទ្រវរ្ម័នក្រោមការវាយរុញច្រានយ៉ាងខ្លាំងក្លាអង្អាចរបស់ព្រះអង្គព្រះរាជវង្សគុណវរ្ម័នបានដកថយរត់ចេញពីព្រះរាជធានីវៃធ្បរៈចុះទៅទិសខាងត្បូងតាំងទីក្រុងនៅអង្គរបូរីក្នុងខេត្តតាកែវសប្តាហ៍ថ្ងៃអង្គរបូរីជារាជធានីចុងក្រោយបង្អស់របស់នគរភ្នំក្នុងសម័យហ្វូនព្រឹត្តិការណ៍ព្រះមហាក្សត្រចេនឡាលើកទ័ពមកវាយប្រហារកាន់កាប់នគរហ្វូននេះត្រូវបានអ្នកប្រវត្តិវិទូចាត់ទុកជាព្រឹត្តិការណ៍បង្រួបបង្រួមទឹកដីខ្មែរដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រម្យ៉ាងវិញទៀតជោគជ័យរបស់ព្រះបាទភូវរ្ម័នក៏បានមកដោយសារព្រះអង្គមានដើមកំណើតឈាមជរជាចៅព្រះបាទរុទ្រវរ្ម័នព្រះមហាក្សត្រនគរហ្វូនឬនគរភ្នំដែរដែលជាកត្តាធំមួយធ្វើឲ្យនាម៉ឺនមេតបនិងប្រជារាស្ត្រនៅហ្វូនគាំទ្រទទួលស្គាល់ព្រះអង្គសាលាចារឹកខ្មែរនៅសម័យព្រះបាទភូវរ្ម័នទី1ដែលគេចាត់ទុកជាឯកសារចាស់ជាងគេបំផុតបានកត់សម្គាល់ថាព្រះអង្គជាព្រះមហាក្សត្រដ៏ខ្លាំងពូកែអស្ចារ្យធំខ្ពស់សម្បើមដូចភ្នំព្រះសុមេរុយកជ័យជំនះឈ្នះលើអស់សត្រូវទាំងក្នុងទាំងក្រៅលោកនឹងលើព្រះអង្គបានលាតសន្ធឹងទឹកដីខ្មែរទៅគ្រប់ទិសទីវាយដណ្ដើមយកបានស្រុកចន្ទបុរីនិងស្រុកភូមិភ្នំខ្ពង់រាបភ្នំគួយចុងប្រវត្តិបង្រួបបង្រួមនគរចេនឡាឬកម្ពុជានិងនគរហ្វូនឬនគរភ្នំក្រោមស្នាដៃរបស់ព្រះបាទភូវរ្ម័នទី1អាចចាត់ទុកជាការចាប់ផ្ដើមដំបូងនៃប្រវត្តិកម្ពុជាបច្ចុប្បន្ន2ព្រះបាទមហិន្ទ្រវរ្ម័នគ.ស. 505-115
នេះជាព្រះនាមថ្មីរបស់ព្រះចិត្តសេនាប្អូនព្រះបាទភូវម៉ានដែលទើបតែឡើងសោយរាជជាព្រះមហាក្សត្រនគរកម្ពុជាបន្តពីបងចំណែកឯព្រះរាជបុត្ររបស់ព្រះភូវម៉ានមិនបានឡើងសោយរាជបន្តពីឪពុកទេឯកសារចិននិងសាលាចារឹកខ្មែរផ្សេងមិនបានបញ្ជាក់អំពីហេតុផលទាំងនេះឡើយសាលាចារឹកនៅភូឡូខោននិងអង្គជំនិកបានត្រឹមតែរៀបរាប់អធិប្បាយអំពីរាជព្រះភូវម៉ាននិងព្រះអង្គចិត្តសេនាមហិន្ទ្រវរ្ម័នតែប៉ុណ្ណោះដោយសារសាលាចារឹកនេះយើងអាចដឹងបានថាព្រះមហិន្ទ្រវរ្ម័នបានបន្តនយោបាយបង្រួបបង្រួមជាតិរបស់បងព្រះអង្គព្រះបាទមហិន្ទ្រវរ្ម័នបានបង្ក្រាបនគរតូចធំយកមកដាក់ជាចំណុះហើយលាតសន្ធឹងទឹកដីខ្មែរធំទូលាយទៅគ្រប់ទិសទីក្នុងការគ្រប់គ្រងកសាងប្រទេសជាតិព្រះអង្គបានរក្សាទុកមន្ត្រីធំដ៏ចំណាន2នាក់របស់ព្រះភូវម៉ានដែលមានតម្រិះវិជ្ជាខ្ពង់ខ្ពស់មានប្រាជ្ញាឆ្លៀសវៃទៀងត្រង់យុទ្ធធម៌ប្រកបទៅដោយធម៌ហើយដែលពូកែមានប្រសិទ្ធភាពក្នុងកិច្ចការចាត់ចែងនគរមន្ត្រីធំទាំងពីរត្រូវជាបងប្អូនជីដូនមួយបង្កើតដោយសារឪពុកនិងឪពុកជាបងប្អូនបង្កើតម្នាក់ឈ្មោះធម្មទេវៈជាកូនរបស់ប្រមាត់ហើយម្នាក់ទៀតឈ្មោះសង្ហទេវៈជាកូនរបស់ព្រហ្មសង្ហៈបើយល់ទៅតាមឈ្មោះយើងអាចស្មានបានថាមន្ត្រីដ៏ឧត្តមទាំងពីរស្ថិតក្នុងវណ្ណៈព្រាហ្មណ៍មន្ត្រីធំទាំងពីរធម្មទេវៈនិងសង្ហទេវៈបានធ្វើការបម្រើព្រះបាទមហិន្ទ្រវរ្ម័ននិងជាតិបានប្រកបទៅដោយជោគជ័យគ្រប់ប្រការក្នុងគ្រប់មជ្ឈដ្ឋានដែលជាកត្តានាំឲ្យរាជព្រះមហាក្សត្រនិងជីវភាពប្រជានុរាស្ត្រខ្មែរបានស្គាល់នៅសេចក្តីសុខចម្រុងចម្រើនគុណសម្បត្តិធំធេងរបស់មន្ត្រីទាំងពីរត្រូវបានអ្នកប្រវត្តិវិទូខ្មែរឆ្លាក់ចារទុកលើថ្មថែរក្សាទុករហូតមកដល់សប្តាហ៍ថ្ងៃយើងបានដឹងទៀតថាមន្ត្រីទាំងពីរបានទទួលបេសកកម្មពីព្រះមហាក្សត្រទៅចរចាស្វែងរកសន្តិភាពជាមួយនឹងស្ដេចចាមដើម្បីជៀសវាងកុំឲ្យមានវិបត្តិនិងចម្បាំងរាំងចូលរវាងប្រទេសទាំងពីរនៅតាមព្រំដែនទិសខាងកើតបេសកកម្មនេះបានទទួលជោគជ័យហើយនាំមកនូវសេចក្តីសុខសេមក្សាន្តដល់ប្រទេសជាតិព្រះមហាក្សត្រខ្មែរព្រះបាទមហិន្ទ្រវរ្ម័នបានចូលទីវង្គតក្នុងគ.ស. 515ព្រះរាជបុត្រព្រះអង្គព្រះនាមឥសានសេនាឥសានគឺព្រះសូរបានឡើងសោយរាជសម្បត្តិជាបន្ទាប់3ព្រះបាទឥសានវរ្ម័នទី1គ.ស. 515-535គឺជាព្រះនាមជាក្សត្ររបស់ព្រះឥសានសេនាព្រះអង្គបានបន្តនយោបាយវាយប្រហារបង្រួបបង្រួមទឹកដីនគរហ្វូនឬនគរភ្នំបញ្ចូលមកក្នុងនគរចេនឡាឲ្យមានតែនគរកម្ពុជាតែមួយក្នុងស. 530ព្រះអង្គវាយដណ្ដើមយកបានទីក្រុងអង្គរបូរីដូច្នេះនយោបាយបង្រួបបង្រួមជាតិដែលចាប់ផ្ដើមអនុវត្តក្នុងរជ្ជកាលព្រះបាទភូវម៉ានត្រូវបានសម្រេចចប់សពគ្រប់ជាស្ថាពរក្នុងរាជរបស់ព្រះអង្គដោយសារមហិទ្ធិសុទ្ធខ្លាំងពូកែពិតជាអ្នកចម្បាំងទើបបានជាសាលាចារឹកខ្មែរនៅវត្តចាក្រិតនិងស្វាយឆ្នូរអួតសរសើរថាព្រះអង្គមានលាភស្មើនឹងព្រះឥន្ទ្រមានទេចបារមីស្មើនឹងព្រះហេរីគឺព្រះវិស្ណុឬព្រះនរាក្នុងគ.ស. 516ប្រហែលជាក្នុងន័យរារាំងបរទេសគុំឲ្យលូកដៃចូលក្នុងរឿងខ្មែរទើបបានជាព្រះអង្គបញ្ជូនព្រះតំណាងឲ្យទៅគាល់ស្ដេចចិនដោយមានទាំងនាំយកទៅថ្វាយនៅរបស់របរដ៏មានតម្លៃជាច្រើនផងក្នុងស. 523និង528ព្រះរាជតំណាងខ្មែរបានទៅគាល់ស្ដេចចិន2លើកទៀតប្រហែលជាក្នុងន័យដដែលនេះដែលទើបបានជាព្រះអង្គសុខចិត្តរៀបការបុត្រីព្រះអង្គព្រះនាមម្ចាស់ស្ត្រីសុវណ្ណីជាមួយនឹងចៅទួតរបស់ព្រះមហាក្សត្រនគរចម្បាថ្ងៃក្រោយព្រះនាងប្រសូតបានរាជបុត្រមួយរ៉ែអង្គដែលក្នុងគ.ស. 553បានឡើងសោយរាជសម្បត្តិនៅនគរចម្បាព្រះនាមព្រះអង្គជាក្សត្រគឺវិក្រានព្រះអង្គមានសន្តានចិត្តជ្រះថ្លានឹងសាសនាដោយបានកសាងនិងជួយឧបត្ថម្ភជាច្រើនព្រះបាទទូសានវរ្ម័នបានរើដូរព្រះរាជធានីពីវៃថ្បូរៈមកគង់នៅឯសម្បូងព្រៃគុកក្នុងខេត្តកំពង់ធំបច្ចុប្បន្នពីព្រោះព្រះអង្គយល់ថាទីក្រុងថ្មីនេះដែលមានឈ្មោះថាឧសានបូរៈស្ថិតនៅចំកណ្ដាលប្រទេសនិងនគរចំណុះទាំងអស់សក្ខីភាពរបស់អ្នកដំណើរចិនបានបញ្ជាក់ឲ្យដឹងថាព្រះរាជធានីឧសានបូរៈមានផ្ទះប្រមាណជា 20,000 ខ្នងជាមួយគ្នានេះដែលតាមរយៈប្រាសាទនិងសាលាចារឹកជំនាន់រាជរបស់ព្រះអង្គដែលមានសេសសល់រហូតមកដល់សព្វថ្ងៃគេអាចដឹងថាអរិយធម៌ខ្មែរនៅសម័យនោះបានរីកចម្រើនលូនលឿនថ្កុំថ្កើងភ្លឺចិញ្ចែងចិញ្ចាចក្នុងរជ្ជកាលព្រះបាទឥសានវរ្ម័នប្រាង្គប្រាសាទនានាច្រើនតែសង់អំពីឥដ្ឋដោយមានក្លោងទ្វារធ្វើអំពីថ្មហើយមានកម្ពូលខ្ពស់ទៅលើចំណែកអក្សរដែលគេសរសេរចារនៅលើសិលចារឹកវិញបុព្វបុរសខ្មែរមិនមែនត្រឹមតែចារជាភាសាសំស្ក្រឹតទេគេបានទាំងចារជាភាសាខ្មែរទៀតឯកសារសាលាចារឹកទាំងនេះបានរាប់រៀបអធិប្បាយបញ្ជាក់អំពីជំនឿរបស់ព្រះមហាក្សត្រអ្នកដឹកនាំនិងប្រជារាស្ត្រដែលគោរពបូជាព្រហ្មញ្ញសាសនាតែឲ្យតម្លៃទៅលើព្រះហរិហរៈជាព្រះបដិមាមួយអង្គដែលមានពាក់កណ្ដាលជាព្រះវិស្ណុនិងពាក់កណ្ដាលទៀតជាព្រះសូរដូច្នេះព្រះបដិមាតែមួយតំណាងព្រះវិស្ណុផងព្រះសូរផងប៉ុន្តែព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនារួមរស់នៅជាប់ជាមួយគ្នាដោយសុខសាន្តគ្មានការប្រកាន់ឬប៉ះទង្គិចគ្នាឡើយនៅតាមកន្លែងគោរពបូជានៅតាមសាលាឬនៅតែសំណាក់តាមដងផ្លូវសម្រាប់អ្នកដំណើរគេឃើញមានព្រះពុទ្ធបដិមានិងរូបព្រះអាទិទេពទាំងឡាយក្នុងព្រហ្មញ្ញសាសនាដាក់តាំងលើហឹងលើអាសនៈជាមួយគ្នា
រីឯកសារប្រវត្តិសាស្ត្រចិនឈ្មោះស៊ូអើយជាឈ្មោះព្រះរាជវង្សស្ដេចចិនដែលបានសោយរាជ្យពីគ.ស. 1589 ទៅដល់ ស. 1518 ដែលនិពន្ធចុងក្រងដោយតំណាងប្រទេសចិននៅកម្ពុជាបានរៀបរាប់អំពីសូនាការព្រះបាទឥសានវរ្ម័ននិងការរស់នៅរបស់ប្រជានុរាស្ត្រខ្មែរយ៉ាងច្បាស់លាស់ដែលយើងអាចចាត់ទុកជាសក្ខីភាពមួយយ៉ាងសំខាន់ឯកសារដែលបានកត់ត្រាថាប្រទេសខ្មែរតែងតែមានចម្បាំងជាញឹកញាប់ជាមួយនឹងនគរចម្បាប្រទេសចាមក៏ដូចជាប្រទេសខ្មែរដែលមាននគរតូចធំជាច្រើនដែលមានស្ដេចសោយរាជ្យខុសអំពីគ្នាជាពិសេសនគរចាមដែលស្ថិតនៅជាប់នឹងសមុទ្របន្ទាប់ពីព្រះបាទឥសានវរ្ម័នចូលទីវង្គតក្នុងគ.ស. 1535ប្រទេសខ្មែរបានជួបប្រទេសចលាចលរំជើបរំជួលនិងអសន្តិសុខពីពេញនគរ 4. ព្រះបាទភូវរ្ម័នទី 2 គ.ស. 1539-1555 ព្រះអង្គជាព្រះមហាក្សត្រសោយរាជ្យបន្ទាប់ពីព្រះបាទឥសានវរ្ម័នព្រះអង្គបានបង្ក្រាបពួកបះបោរហើយរៀបចំទឹកដីឲ្យបានសន្តិសុខចម្រើនរុងរឿងឡើងវិញគេពុំបានស្គាល់ប្រវត្តិព្រះអង្គដោយច្បាស់លាស់ទេហើយក៏មិនអាចដឹងអំពីខ្សែស្រឡាយព្រះអង្គពិតប្រាកដជាមួយនឹងព្រះមហាក្សត្រព្រះភូវរ្ម័នឬព្រះឥសានវរ្ម័នដែលសាលាចារឹកមួយនៅហាន់ជ័យបានត្រឹមតែកត់បញ្ជាក់ថាព្រះបាទភូវរ្ម័នទី 2ព្រះអង្គគោរពបូជាព្រហ្មញ្ញសាសនាផ្នែកព្រះសូរព្រះអង្គបានកសាងប្រាសាទជាច្រើនមានដូចជានៅភ្នំបាយ៉ង់ជាដើមរជ្ជកាលព្រះអង្គបើតាមអ្នកប្រវត្តិវិទូខ្លះហាក់បីដូចជាខ្លីហើយគេក៏ពុំបានដឹងពុំបានស្គាល់អំពីអវសានរាជ្យព្រះអង្គដែរ 5. ព្រះបាទជ័យវរ្ម័នទី 1 គ.ស. 1555-1581 ព្រះអង្គជាបុត្រព្រះបាទភូវរ្ម័នទី 2ព្រះអង្គបានឡើងស្នងរាជ្យបន្តពីឪពុកព្រះអង្គត្រូវបានប្រជានុរាស្ត្រនិងមន្ត្រីសេនាតូចធំចាត់ទុកព្រះអង្គជាក្សត្រមួយអង្គដែលស្រឡាញ់និយមសន្តិភាពហើយយកចិត្តទុកដាក់នឹងកិច្ចការគ្រប់គ្រងការពារប្រទេសជាតិទឹកដីដែលបុព្វបុរសខ្មែរជំនាន់មុនបានបង្កបង្កើតទុកមកជាមរតកសាលាចារឹកកត់ត្រាថាព្រះអង្គឆ្លៀសវៃមានភ្នែករាប់រយពាន់អាចមើលឃើញទៅឆ្ងាយសាលាចារឹកវត្តព្រៃវាលនិងអង្គជំនិតព្រះអង្គបានធ្វើសង្គ្រាមវាយទឹកដីដណ្ដើមយកនគរតូចធំដែលសព្វថ្ងៃស្ថិតនៅតំបន់កណ្ដាលនិងខាងជើងប្រទេសលាវព្រះអង្គបានបង្កើតក្បួនយុទ្ធសាស្ត្រថ្មីសម្រាប់ពិជ័យសង្គ្រាមដោយបញ្ចូលឲ្យមានទ័ពសេះក្នុងក្បួនទ័ពនិងរបៀបយុទ្ធវិធីសម្រាប់វាយបំបែកក្បួនទ័ពដំរីព្រះបាទជ័យវរ្ម័នទី 1ព្រះអង្គបានរើព្រះរាជធានីពីឥសានបុរៈមកទាំងនៅអង្គរបុរីវិញតែគេមិនបានដឹងអំពីការកំណត់ពិតប្រាកដឡើយនៅលើសាលាចារឹកសម័យព្រះអង្គអង្គរបុរីមានឈ្មោះនរវរៈនគរដែលមានន័យថានគរដ៏ល្អបវរសម្រាប់មនុស្សលោកចំណែកអ្នកប្រវត្តិសាស្ត្រចិនបានកត់ត្រានិងហៅថាណាហ្វូណាចំណែកលើផ្នែកជំនឿព្រះបាទជ័យវរ្ម័នទី 1ប្រកាន់គោរពបូជាព្រហ្មញ្ញសាសនាដោយយកព្រះហរិហរៈជាធំដូចព្រះមហាក្សត្រជំនាន់មុនព្រះអង្គបានកសាងជួសជុលអាស្រមនិងកន្លែងគោរពបូជាជាច្រើនការប្រកាន់ព្រហ្មញ្ញសាសនាដ៏មុតមមរបស់ព្រះអង្គបានធ្វើឲ្យយើងចោទជាសំណួរថាតើព្រះអង្គមានបានតាមកំទេចកំចាត់រំលាយព្រះពុទ្ធសាសនានិងកាប់សម្លាប់ខ្មែរពុទ្ធសាសនិជនឬទេពីព្រោះអ្នកដំណើរចិនម្នាក់ឈ្មោះយីសេងដែលធ្វើដំណើរនៅក្នុងភូមិភាគទឹកដីខ្មែរខាងត្បូងពីគ.ស. 1571ទៅគ.ស. 1595ក្នុងរជ្ជកាលព្រះអង្គបានសរសេរកត់ទុកមកថាសប្តាហ៍ថ្ងៃនេះព្រះពុទ្ធសាសនាត្រូវស្ដេចកាចសាហាវមួយអង្គតាមធ្វើបាបឈ្នានេះនិងបំផ្លិចបំផ្លាញចោលអស់គ្មានសល់ព្រះសង្ឃក៏លែងមានដែរតែព្រឹត្តិការណ៍នេះគេមិនទាន់រកឃើញមានសាលាចារឹកណាមួយលើកយកមកចារអធិប្បាយឡើយព្រះបាទជ័យវរ្ម័នទី 1បានចូលទីវង្គតទៅដោយគ្មានទុកនៅព្រះរាជបុត្រសម្រាប់ស្នងរាជជំនួសឡើយព្រះគុំហេសីព្រះនាមជ័យទេវីក៏ឡើងគ្រងរាជបន្តពីព្រះស្វាមីព្រះនាងសោយរាជសម្បត្តិនគរកម្ពុជារហូតដល់ ស. 713តែវត្តមានរបស់ព្រះនាងមិនបានធ្វើឲ្យនាម៉ឺនគ្រប់ជាន់ថ្នាក់និងបណ្ដារាស្ត្រទូទៅសប្បាយពេញចិត្តឡើយក្នុងសាលាចារឹកមួយនាសម័យនោះដែលគេរកឃើញនៅអង្គរព្រះមហាក្សត្រីយានីជ័យទេវីបានរាប់រៀបអំពីទុក្ខសោកព្រះនាងដោយសារតែអនាធិបតេយ្យឲ្យភាពបានរៀនទន្ទ្រានលើចិត្តអារម្មណ៍មនុស្សទូទៅនិងដោយសារគ្រោះកាចចង្រៃភយុនរាយបានបោកបក់មកលើប្រទេសជាតិនិងប្រជាពលរដ្ឋអស្ថិរភាពនិងភាពចលាចលរំជើបរំជួលផ្ទៃក្នុងនេះមិនមែនមានប្រភពកើតមកតែអំពីការឡើងកាន់អំណាចរបស់ព្រះនាងជ័យទេវីមួយគត់ប៉ុណ្ណោះទេគឺបណ្ដាលមកពីបុព្វហេតុមួយធំជ្រៅជាងនេះទៅទៀតដោយសារព្រះបាទជ័យវរ្ម័នទី 1បានអនុវត្តនយោបាយខូលខើកាប់សម្លាប់រំលាយបំផ្លាញព្រះពុទ្ធសាសនាការខំប្រឹងប្រែងបង្រួបបង្រួមជាតិដែលស្ដេចខ្មែរច្រើនដងបានសង្វាតកសាងជាច្រើនសតវត្សមកហើយក៏ត្រូវរលត់រលាយយ៉ាងឆាប់រហ័សដែរគឺនគរចេនឡាដីគោកនិងនគរចេនឡាទឹកលិចសតវត្សទី 8ជាសម័យមួយដែលប្រទេសកម្ពុជាបានជួបប្រទះការបែកបាក់សាមគ្គីចលាចលនិងចម្បាំងដណ្ដើមអំណាចគ្នាមិនចេះចប់មិនចេះហើយដែលជាឱកាសមួយល្អហុយឲ្យប្រទេសជិតខាងឆ្លៀតយកចំណេញលើគ្រប់វិស័យ
ប្រទេសខ្មែរត្រូវប្រេះឆាបែកបាក់រលេះជ្រុះធ្លាក់ជាលំដាប់លំដោយហើយបែងចែកចេញជានគរពីរដែលប្រឈមមុខប្រឆាំងច្បាំងនឹងគ្នានគរខ្មែរទាំងពីរមានមួយស្ថិតនៅភូមិភាគខាងជើងដូចនគរចេនឡាកាលគ្រាដើមនិងមួយទៀតនៅភូមិភាគខាងត្បូងដូចនគរហ្វូនជំនាន់ដើមដែរដែលជាតំបន់មានទឹកទន្លេបឹងបួអូស្ទឹងព្រែកអ្នកប្រវត្តិវិទូដើម្បីឲ្យមានការងាយស្រួលក្នុងការយល់ចងចាំបាននាំគ្នាសន្មតយកឈ្មោះចេនឡាដែលជាឈ្មោះចិនធ្លាប់ហៅទឹកដីខ្មែរផ្នែកខាងជើងជួរភ្នំដងរែកមកដាក់សម្គាល់នគរខ្មែរខាងជើងគឺចេនឡាដីគោកនិងនគរខ្មែរខាងត្បូងចេនឡាទឹកលិច1ចេនឡាដីគោកដោយគ្មានឯកសារប្រវត្តិសាស្ត្រពិតប្រាកដរបស់នគរចេនឡាដីគោកស្ថិតក្នុងភាពងឹតអាថ៌កំបាំងគេអាចស្មានបានថាប្រវត្តិនេះមានជាប់ជំពាក់ជាមួយនឹងប្រវត្តិសាស្ត្រនិងព្រឹត្តិការណ៍តូចធំនៃប្រទេសលាវបច្ចុប្បន្នហើយក្នុងសម័យកាលជាមួយគ្នានេះដែលគេពុំបានឃើញមានកំណត់អ្វីជាច្បាស់លាស់អំពីសំណាក់អ្នកដំណើរចិនដែលបានទៅដល់ស្រុកខ្មែរឡើយព្រឹត្តិការណ៍ក្នុងប្រទេសគេពុំអាចដឹងស្គាល់ទេគេឃើញមានតែឯកសារខ្លះដែលអធិប្បាយអំពីទំនាក់ទំនងផ្លូវទូតរវាងប្រទេសម៉ែនិងចិនគេគ្រាន់តែដឹងថាព្រះមហាក្សត្រខ្មែរនៅតែរក្សាទំនាក់ទំនងផ្លូវទូតជាមួយនឹងប្រទេសចិនជាប់ជានិច្ចក្នុងកាលៈទេសៈខ្លះស្ដេចខ្មែរមានទាំងធ្វើអន្តរាគមន៍ក្នុងចំនួនរវាងយួននិងចិនទៀតផងឯកសារប្រវត្តិសាស្ត្រចិនបានសរសេរថាក្នុង1717ព្រះមហាក្សត្រចេនឡាដីគោកឬវីនតានបានបញ្ជូនព្រះរាជតំណាងទៅប្រទេសចិនក្នុង1750អគ្គរដ្ឋទូតខ្មែរមួយទៀតត្រូវបានទៅដល់ស្រុកចិនដែរ3ឆ្នាំកន្លងមកបុត្រព្រះហក្សត្រខ្មែរចេនឡាដីគោកព្រមទាំងគណៈប្រតិភូ26នាក់បានទៅដល់គាល់ស្ដេចចិនហើយបានធ្វើដំណើរទៅខេត្តចិនយូណានជាមួយមេតបចិនម្នាក់ឈ្មោះហូលីខ្វៀងដែលទទួលបេសកកម្មត្រូវលើកតបទៅច្បាំងវាយកំទេចពួកយួននិងថៃក្នុងគូ1771ព្រះរាជខ្មែរពោមីបាននាំគណៈប្រតិភូដោយខ្លួនឯងទៅគាល់ស្ដេចចិនមកដល់1799ព្រះមហាក្សត្រខ្មែរចេនឡាដីគោកនៅតែតាក់ទងនឹងបញ្ជូនអគ្គរដ្ឋទូតទៅប្រទេសចិនសាលាចារឹកខ្មែរនៅល្បើកស្រូវខេត្តក្រចេះក៏បានបញ្ជាក់អំពីកិច្ចការទូតនេះដែរ2ចេនឡាទឹកលិចរីឯចេនឡាទឹកលិចវិញត្រូវចែកចេញជានគរពីរដោយមានព្រះរាជធានីពីរអនន្តិតបុរៈដែលគេពុំទាន់ស្គាល់ទីកន្លែងពិតប្រាកដនិងសម្ភុបុរៈដែលនៅសម្បូរណលើត្រើយទន្លេមេគង្គក្នុងខេត្តក្រចេះព្រះរាជវង្សដែលគ្រប់គ្រងទីក្រុងអនន្តិតបុរៈប្រកាសបញ្ជាក់ថាខ្លួនជាពូជខ្សែស្រឡាយចុះពីព្រះបាទកៃឌិញព្រះនាងសោមាមកដល់ព្រះបាទភវម័នដែលជាចៅព្រះបាទរុទ្រវម័នព្រះមហាក្សត្រនគរហ្វូនចំណែកក្រុមព្រះមហាក្សត្រដែលគ្រប់គ្រងរស់នៅទីក្រុងសម្ភុបុរៈប្រកាសថាជាប់ព្រះញាតិវង្សចុះមកពីព្រះមហាក្សត្រីយានីព្រះនាងជ័យទេវីការខំប្រឹងប្រែងបង្រួបបង្រួមនគរទាំងពីរនៃចេនឡាទឹកលិចក៏មានជាហូរហែដែរដូចជាព្រះបុស្ករៈស្ដេចសោយរាជនៅអនន្តិតបុរៈដែលសុខចិត្តទៅទទួលអភិសេកនៅឯទីក្រុងសម្ភុបុរៈជាដើមបន្ទាប់មកបុត្ររបស់ព្រះអង្គព្រះនាមរាជេន្ទ្រវរ្ម័នបានខំព្យាយាមបន្តគោលជំហរនេះទៀតតែជាការឥតប្រយោជន៍ពីព្រោះមិនយូរប៉ុន្មានផងចេនឡាទឹកលិចត្រូវបែងចែកជានគរតូច5ទៀតចំពោះព្រំសីមាកំណត់ទឹកដីនគរនីមួយគេពុំមានឯកសារអ្វីជាច្បាស់លាស់សម្រាប់បញ្ជាក់ទេប្រវត្តិសាស្ត្រខ្មែរទាំងចេនឡាដីគោទាំងចេនឡាទឹកលិចក្នុងសម័យកាលនេះគេពុំសូវបានដឹងច្បាស់លាស់ទេគឺជាយុគមួយងឹតហើយដែលស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយចេនឡាទឹកលិចក្រោមការត្រួតត្រាជ្វាកោះសាវ៉ាក្នុងពេលដ៏ពិបាកដែលខ្មែរកំពុងតែបែកបាក់សាមគ្គីកើតចលាចលប្រកាប់ប្រចាក់សម្លាប់គ្នាដណ្ដើមយកធំពួកចៅសមុទ្រជ្វាមកពីកោះសាវ៉ាគឺយ៉ែវ៉េជ្វាយើងប្រើឈ្មោះសាវៀគឺចង់ឲ្យមានការងារយល់ស្រួលរកលើផែនទីបានឆ្លៀតឱកាសនាំបាសពួកមកវាយប្រហារលុកលុយលួចប្លន់ប្រទេសកម្ពុជាគឺនៅក្នុងគូ1774និង787ដំបូងពួកចៅសមុទ្រជ្វាទាំងនេះបានកាន់កាប់កោះមួយចំនួនមានដូចជាកោះត្រឡាចឬពូឡូកុងហ្គោផូឡូខុនដូដែលពួកវាយកមកធ្វើជាមូលដ្ឋានយោធាសម្រាប់រៀបចំប្រតិបត្តិការវាយប្រហារលុកលុយកាប់សម្លាប់លួចប្លន់បំផ្លាញប្រទេសចម្បាជាប់សមុទ្រពួកជ្វាចៅសមុទ្រមានទូកធំមាំមានល្បឿនលឿនខុសធម្មតាអាចធ្វើដំណើរឆ្លងកាត់សមុទ្រគ្មានភិតភ័យទូកធំលឿនទាំងនេះជាឧបករណ៍យ៉ាងចំណានរបស់ទ័ពចៅជ្វាក្នុងការធ្វើចម្បាំងវាយប្រហារទៅលើប្រទេសជិតឆ្ងាយជាពិសេសក្នុងយុគនោះស្ដេចជ្វាសេឡេនបានប្រកាសខ្លួនជាស្ដេចនគរភ្នំ Roy de le Montagne ឬជាប្រជាអធិរាជធំជាងគេក្នុងសកលលោកដែលជាកត្តាមួយជំរុញឲ្យមានការលោភលន់ចង់វាទីវាតអំណាចក្រោយដែលបានកំទេចភូមិស្ថាននគរចម្បាពួកជ្វាចៅសមុទ្របានបើកបរទូកសំពើចូលតាមដីសន្ទន្លេមេគង្គហើយឡើងតាមដងទន្លេមកដល់ព្រះបរមរាជវាំងសម្ភុបុរៈពួកចៅជ្វាបានលួចប្លន់កាប់សម្លាប់ប្រជាជនខ្មែរក្មេងចាស់ប្រុសស្រីគ្មានត្រាប្រណីដុតបំផ្លាញអស់ទីក្រុងហើយចាប់ព្រះមហាក្សត្រខ្មែរយកមកសម្លាប់ដោយកាត់ព្រះមហាក្សត្រខ្មែរនេះប្រហែលជាព្រះបាទមហិបតីបុត្រព្រះបាទរាជេន្ទ្រវរ្ម័នឬព្រះបាទជយៈនេះបើសំអាងទៅលើសាលាចារឹកខ្មែរពីរ1770និង781
ពួកចៅជ្វាក៏នាំយកក្បាលព្រះរាជាខ្មែរទៅថ្វាយស្ដេចជ្វានៅកោះសាវៀស្ដេចជ្វាយកក្បាលស្ដេចខ្មែរលាងជូតអបស្អាតរួចស្រេចហើយក៏បញ្ជូនត្រឡប់ឲ្យស្ដេចខ្មែរដែលទើបតែនឹងឡើងសោយរាជបន្តបើតាមឈ្មោះអារ៉ាប់ឈ្មោះសូឡៃម៉ានដែលធ្លាប់ធ្វើដំណើរកាត់ឆ្លងប្រទេសកម្ពុជាជាញឹកញាប់ដោយសារធ្លាក់ខ្លួនជានគរចំណុះនគរជ្វាកោះសាវៀទើបបានជារៀងរាល់ព្រឹកព្រះមហាក្សត្រខ្មែរត្រូវតែបែរមុខតម្រង់រកទៅទិសកោះជ្វាសាវៀលុតជង្គង់អនក្បាលដល់ដីដើម្បីធ្វើគាវកិច្ចគោរពស្ដេចជ្វាពីចម្ងាយការកត់សម្គាល់របស់សូឡៃម៉ាន់ត្រូវបានជនជាតិអារ៉ាប់ម្នាក់ទៀតឈ្មោះអាប៊ូសាអ៊ីដហាសានអេបូសេដហេសែនបោះពុម្ពផ្សាយក្នុងគឺ916ពួកចៅជ្វាក៏នាំយកក្បាលព្រះរាជាខ្មែរទៅថ្វាយស្ដេចជ្វានៅកោះសាវៀស្ដេចជ្វាយកក្បាលស្ដេចខ្មែរលាងជូតអបស្អាតរួចស្រេចហើយក៏បញ្ជូនត្រឡប់ឲ្យស្ដេចខ្មែរដែលទើបតែនឹងឡើងសោយរាជបន្តបើតាមឈ្មោះអារ៉ាប់ឈ្មោះសូឡៃម៉ានដែលធ្លាប់ធ្វើដំណើរកាត់ឆ្លងប្រទេសកម្ពុជាជាញឹកញាប់ដោយសារធ្លាក់ខ្លួនជានគរចំណុះនគរជ្វាកោះសាវៀទើបបានជារៀងរាល់ព្រឹកព្រះមហាក្សត្រខ្មែរត្រូវតែបែរមុខតម្រង់រកទៅទិសកោះជ្វាសាវៀលុតជង្គង់អនក្បាលដល់ដីដើម្បីធ្វើគាវកិច្ចគោរពស្ដេចជ្វាពីចម្ងាយការកត់សម្គាល់របស់សូឡៃម៉ាន់ត្រូវបានជនជាតិអារ៉ាប់ម្នាក់ទៀតឈ្មោះអាប៊ូសាអ៊ីដហាសានអេបូសេដហេសែនបោះពុម្ពផ្សាយក្នុងគឺ916ទោះជាសាលាចារឹកខ្មែរមានចាររំលឹកអំពីអនុស្សាវរីយ៍ជូរចត់នៃអាណានិគមជ្វាកោះសាវៀខ្លះក៏ដោយក៏យើងពុំបានស្គាល់ដោយច្បាស់លាស់ហូរហែព្រឹត្តិការណ៍ប្រវត្តិជាក់ស្ដែងក្នុងសម័យយុគនោះដែលជាពិសេសរបៀបរបបគ្រប់គ្រងត្រួតត្រារបស់អាណានិគមជ្វាមកលើកម្ពុជាសូមអរគុណចំពោះការចំណាយពេលសម្រាប់ការទស្សនានិងស្ដាប់នៅអត្ថបទនេះជួយគ្នានៅវីដេអូបន្ទាប់ទៀតក្នុងពេលខាងមុខនេះ